Hello ស្ដីអរគ្នាស្វាគមន៍មកកាន់ការសម្រាយរឿងរបស់ admin ក្នុងរឿងទីប្រឹក្សាស្រីដ៏អស្ចារ្យនៅពេលដែលវិនជូនិងអ្នកប្រុសទី3ត្រឡប់ទៅជួបអ្នកស្រីធំទី2វិញពេលនោះអ្នកស្រីធំទី2ក៏បានឲ្យវិនជូរបស់យើងណាស្បတ်សច្ចាថាទោះជាមានរឿងអ្វីកើតឡើងក៏ដោយក៏វិនជូនឹងមិនអាចចាក់ចែងពីអ្នកប្រុសទី3បានឡើយពេលលើបែបហ្នឹងវិនជូរបស់យើងក៏លើកដៃស្បត់ភ្លាមថាខ្ញុំជាតិនេះរស់នៅក្នុងគ្រួសារសឹងស្លាប់ក៏នៅក្នុងគ្រួសារសឹងដែរបើសិនជាខ្ញុំក្បត់ពាក្យសន្យានេះសូមឲ្យខ្ញុំវិនិច្ឆ័យអន្តរាយជារៀងរហូតទៅពេលដែលលើវ៉ែនជូស្បត់បែបនេះហើយអ្នកស្រីទី2ហ្នឹងហាក់បីដូចជារៀងធូរចិត្តក៏បានយកកញ្ចប់មួយដូចជាអវ៉ាន់មកកញ្ចប់ហ្នឹងហុចទៅកាន់វ៉ែនជូហើយក៏និយាយថាព្រោះអ្វីដែលនាងនិយាយពេលនេះហាវានឹងកើតឡើងបើសិនជានាងក្បត់ពាក្យសច្ចាហើយទីនោះគឺមានទ្វារមួយដែលនាំនាងទៅបន្ទប់សម្ងាត់នៅពីក្រោយក្រោមដីអ្នកទាំងពីរអាចលាក់ខ្លួននៅទីនោះបានហើយអ្នកស្រីទី2នៅតែបន្តនិយាយផ្ដាំផ្ញើទៅកាន់អ្នកប្រុសទី3ថាទោះជាមានរឿងអ្វីក៏ដោយហាមចេញមកក្រៅពេលដែលលើបែបនោះអ្នកប្រុសទី3ក៏បានសួរថាចោះអ្នកម៉ែមិនទៅជាមួយនឹងពួកយើងទេតែអ្នកស្រីទី2គឺមិនបាននិយាយតបទៅវិញឡើយហើយក៏បានរុញច្រានពួកគេឲ្យចូលទៅកាន់រូងក្រោមដីនោះទៅបន្ទាប់មកអ្នកបម្រើណាក៏បានយកអ្នកប្រុសទី2ពេលអ្នកស្រីទី2ក្រឡេកទៅឃើញអ្នកប្រុសទី3បែបហ្នឹងគាត់ក៏ចាប់ក្បួយកអាវភ្លាមហើយក៏និយាយថាឯងគឺជាកូនអ្នកបម្រើថោកទាបតែថ្ងៃនេះឯងមិនត្រូវស្លាប់នៅទីនេះទេថ្ងៃនេះយើងត្រូវតែជួយឯងឲ្យចាក់ចេញពីទីនេះព្រោះឯងគឺជាបងប្រុសបង្កើតរបស់កូនទី3របស់យើងដូច្នេះហើយឯងត្រូវតែនៅរស់ពេលដែលកំពុងនិយាយបែបហ្នឹងអ្នកប្រុសទី3ក៏រៀងភ្ញាក់ផ្អើលដែរពេលនោះស្រាប់តែអ្នកបម្រើណាក៏រត់មកភ្លាមប្រាប់ថាអ្នកស្រីពេលនេះពួកទាហានបានចូលមកហើយពួកយើងត្រូវតែគេចខ្លួនឥឡូវនេះពេលដែលឃើញបែបហ្នឹងអ្នកស្រីទី2គឺគាត់អត់មានចាំយូរទេក៏ចាប់អូនអ្នកប្រុសចូលទៅក្នុងរូងក្រោមដីភ្លាមហើយក៏បាននិយាយទៅកាន់ពួកទាហានថាហេតុអ្វីក៏ត្រូវយំនោះមានតែសេចក្តីស្លាប់នៅខាងមុខតែប៉ុណ្ណោះពេលនេះបើសិនជាយើងស្លាប់នៅចំពោះមុខឯងវាពិតជាល្ងងខ្លៅណាស់យើងសឹកចិត្តសម្លាប់ខ្លួនវិញប្រសើរជាងពេលដែលលើបែបហ្នឹងពួកទាហានហ្នឹងក៏បាននិយាយលក់លើទៅកាន់អ្នកស្រីទី2ថាអ្នកស្រីទី2ក្រែងអ្នកស្រីគឺជាមេគ្រួសារធំនៅទីនេះគ្រួសារសង្ឃគឺនៅក្នុងកណ្ដាប់ដៃរបស់អ្នកស្រីតែពេលនេះគឺវាត្រូវបានរលាយអស់ហើយពេលដែលលើបែបហ្នឹងអ្នកស្រីសង្ឃក៏បានចោលមុតទៅពួកគេហើយក៏និយាយថាពួកឯងត្រូវតែសងយើងវិញនៅពេលណាមួយព្រោះថាគ្រួសារសង្ឃនឹងមិនលឹកលែងឲ្យពួកឯងឡើយពេលនោះអ្នកស្រីសង្ឃក៏បានធ្វើអត្តឃាតលោតសម្លាប់ខ្លួនឃើញបែបហ្នឹងពួកទាហានក៏ចាប់ផ្ដើមបដូរផែនការដើម្បីតាមចាប់អ្នកប្រុសទី3និងអ្នក2ហើយនឹងវ៉ែនជូវិញម្ដងនិយាយពីអ្នកប្រុសទី3វិញនៅពេលដែលឃើញអ្នកស្រីទី2ធ្វើអត្តឃាតបែបហ្នឹងគឺគាត់មិនអាចទប់ចិត្តបានទេហើយពេលនោះវ៉ែនជូក៏បានលួងលោមដើម្បីឲ្យពួកគេបន្តរត់ដណ្ដើមទៅកាន់បន្ទប់សម្ងាត់នៅពេលនោះគឺអ្នកប្រុសទី3គឺគាត់អត់ស្ដាប់ទេគឺគាត់ទទួលយកអត់បានពេលឃើញបែបហ្នឹងអ្នកប្រុសទី2ហ្នឹងក៏បានមកចាប់ក្បួយកអាវហើយក៏និយាយថាឯងចង់ឲ្យការស្លាប់របស់ម៉ែទី2ហ្នឹងខ្លាចជាអាសាបងពេលដែលឮបែបហ្នឹងពួកគេក៏បានបន្តធ្វើដំណើរទៅកាន់រូងក្រោមដីបន្តទៀតបន្ទាប់មកក៏វាមានផ្លូវបំបែកពេលនោះ3នោះគឺគាត់ឈររៀងឆ្កឹងនឹងថឹងនៅហ្នឹងក៏អត់ចង់ដើរទៅមុខទៀតទេក៏ប៉ុន្តែអ្នកប្រុសទី2ហ្នឹងនៅតែបន្តនិយាយថាពេលនេះគឺពួកទាហានណាបានចាប់ដើមមកហើយបើសិនជាឯងនៅតែបែបហ្នឹងទៀតមិនអញ្ចឹងទេការស្លាប់របស់ម៉ែទី2ច្បាស់ជាអាសាបងអត់ប្រយោជន៍ហើយពេលដែលឃើញបែបហ្នឹងពួកគេក៏ស្រោតចេញពីក្នុងរូងក្រោមដីទៅបន្ទប់សម្ងាត់ពេលដែលដល់បន្ទប់សម្ងាត់ពួកគេក៏បានចូលទៅកាន់ផ្លូវមួយទៀតរួចហើយក៏ចេញទៅដល់កន្លែងមួយដែលមានព្រៃក្រាស់មួយពេលដែលឃើញបែបហ្នឹងវ៉ាន់ជូរបស់យើងហ្នឹងក៏រៀងសប្បាយចិត្តបន្តិចហើយក៏បានសួរទៅកាន់អ្នកប្រុសទី3ថាអ្នកប្រុសទី3តើអ្នកប្រុសទី3ហ្នឹងមានរបួសត្រង់ណាឬអត់ពេលនោះអ្នកប្រុសទី3ក៏និយាយតបទៅវិញថាគឺអត់មានរបួសត្រង់ណាទេចុះវ៉ាន់ជូវិញតើមានរបួសត្រង់ណាអត់ហើយវ៉ាន់ជូក៏និយាយថាអត់មានរបួសទេគឺមានរបួសបន្តិចបន្តួចតែប៉ុណ្ណោះពេលដែលពួកគេសម្រាប់និយាយគ្នាបានបន្តិចណាអ្នកប្រុសទី2វិញគឺដើរគោះគ្រប់កន្លែងតែម្ដងដើម្បីរកផ្លូវចេញពេលនោះអ្នកប្រុសទី2ក៏និយាយទៅកាន់ពួកគេថាអូខេកន្លែងនេះគឺមានផ្លូវមួយសម្រាប់ចេញពួកយើងអាចចេញទៅបានពេលដែលពួកគេដើរចេញទៅដល់ហ្នឹងគឺបានលើសំឡេងសេះហើយនឹងមនុស្សស្រែកជាច្រើនអ្នកនៅខាងក្រៅពេលដែលពួកគេឡប់មើលទៅគឺបានឃើញពួកទាហានហ្នឹងគឺបានចាប់អ្នកបម្រើស្រីទាំងក្មេងទាំងចាស់យកមករំលោភបំពាននៅមុខគេហ្នឹងហ្មងពេលដែលឃើញបែបហ្នឹងគឺខកខើខ្លាំងមែនតើហើយអ្នកប្រុសទី3ក៏បាននិយាយទៅកាន់វ៉ែនជូថាវ៉ែនជូនាងកុំខ្លាចខ្ញុំនឹងនៅទីនេះការពារនាងគ្មានរឿងបែបនេះកើតឡើងនៅលើនាងទេពេលនោះពួកគេ
គេក៏បានធ្វើដំណើរទៅកាន់អូមួយពេលដែលឃើញបែបហ្នឹងក៏មានទុកមួយនៅលើហ្នឹងដែរពេលដែលឃើញបែបហ្នឹងពួកគេក៏បានឡើងទៅលើទុកនោះរួចហើយអ្នកប្រុសទី2ហ្នឹងគឺគាត់បានរុញទុកបដែតទៅកាន់ទឹកហើយគាត់ក៏បានកាត់ខ្សែហើយក៏បានបោះដាវមួយទៅកាន់វ៉ាន់ជូដែរហើយគាត់និយាយថាដាវនេះគឺសម្រាប់ការពារខ្លួនដូច្នេះហើយពួកឯងត្រូវតែមានសុវត្ថិភាពពេលដែលឃើញបែបហ្នឹងវ៉ាន់ជូគឺគាត់អត់ចង់ឲ្យអ្នកប្រុសទី2ហ្នឹងនៅនឹងទេគឺចង់ឲ្យមកជាមួយគ្នាក៏ប៉ុន្តែអ្នកប្រុសទី2ក៏និយាយថាពេលនេះគឺពួកហ្នឹងបានមកតាមដានតាមយើងមកដល់ទីនេះហើយបើសិនជាពួកយើងរត់ទៅជាមួយគ្នាច្បាស់ជាពួកគេចាប់បានដូច្នេះខ្ញុំនឹងរត់បំបែកដែនដើម្បីឲ្យពួកគេតាមចាប់ខ្ញុំទៅផ្លូវខាងនោះវិញឃើញបែបហ្នឹងអ្នកប្រុសទី3ក៏ចង់និយាយខាត់ទៅកាន់អ្នកប្រុសទី2ថាបងប្រុសក៏ប៉ុន្តែពេលនោះអ្នកប្រុសទី3ក៏ចាប់ដើមក្អកខ្លាំងពេលដែលឃើញបែបហ្នឹងវ៉ាន់ជូរបស់យើងក៏ឲ្យអ្នកប្រុសទី3ហ្នឹងអង្គុយចុះសិនរួចហើយឲ្យសម្រួលអារម្មណ៍ពេលដែលទុកជិះបានទៅបានថ្ងៃបន្តិចវ៉ាន់ជូរបស់យើងក៏បានងាកសម្លឹងទៅក្រោយគឺឃើញព្រួញជាច្រើនដើមមែនតែនគឺបានហោះសំដៅមកកាន់ទុករបស់ពួកគេពេលដែលឃើញបែបហ្នឹងវ៉ាន់ជូរបស់យើងគឺមានការភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញបែបហ្នឹងភ្លាមអ្នកប្រុសទី3គឺគាត់អត់មានឈរស្ងៀមទេគឺគាត់ចាប់វ៉ាន់ជូហ្នឹងផ្ដួលទៅកាន់ទុកហើយគាត់គឺអ្នកនៅពីលើពេលនោះនៅពេលដែលព្រួញទម្លាក់ធ្លាក់មកត្រូវពួកគេគឺចូលទៅក្នុងខ្លួនអ្នកប្រុសទី3ទាំងអស់គឺអ្នកប្រុសទី3បានរងគ្រាប់ព្រួញទាំងប៉ុន្មានដែលធ្លាក់ចុះមកការពារវ៉ាន់ជូគ្រាប់ព្រួញចាក់ទម្លុះខ្លួនប្រាណរបស់អ្នកប្រុសទី3គឺអ្នកប្រុសទី3អត់ចង់ឲ្យវ៉ាន់ជូបានឃើញទេគាត់ក៏យកដៃបិទភ្នែករបស់វ៉ាន់ជូហើយក៏និយាយថាកុំមើលអីនៅពេលនោះគឺវ៉ាន់ជូមើលអីអត់ឃើញទេប៉ុន្តែនាងបានធំក្លិនឈាមអ្នកប្រុសទី3នៅតែបន្តនិយាយលួងលោមទៅកាន់វ៉ាន់ជូរបស់យើងថាវ៉ាន់ជូនាងកុំភ័យអីកុំខ្លាចអីគ្មានរឿងអ្វីកើតឡើងទេខ្ញុំមិនអីទេយំទៅអើយដឹងនិយាយថាម៉េចម្នាក់ប្រុសហ្នឹងវាល្អពេកអត់មានដឹងនិយាយថាម៉េចទោះបីជាអ្នកប្រុសទី3និយាយលួងលោមវ៉ាន់ជូប៉ុណ្ណាក៏វ៉ាន់ជូគឺនៅតែបន្តនិយាយថាអ្នកប្រុសទី3សុំដកដៃចេញទៅពេលនោះអ្នកប្រុសទី3ក៏និយាយថាមិនចាំបាច់មើលទេខ្ញុំមិនអីឡើយហើយក៏បន្តនិយាយទៅកាន់វ៉ាន់ជូថាខ្ញុំតែងតែស្ញប់ស្ញែងមនុស្សនៅក្នុងសភៅរឿងខ្លាំងណាស់ដែលពួកគេមានភាពស្វាហាប់មានញឹមទៅកាយសំទានរឹងមាំអ្នកនរគ្នាអាចធ្វើអ្វីដែលខ្លួនឯងចង់ធ្វើអាចជួយសង្គមអីរបៀបចឹងក៏ប៉ុន្តែគឺគាត់អត់អាចធ្វើបានទេព្រោះអីគាត់ឈឺអ្នកនរគ្នាដឹងហើយគឺគាត់ត្រូវតែខ្យល់ក៏គាត់អាចស្លាប់បានដែរខ្ញុំទៅជំងឺគាត់គឺជំងឺរ៉ាំរ៉ៃចឹងហើយគាត់អត់អាចធ្វើអ្វីដែលគាត់ចង់ធ្វើបានទេនៅក្នុងជីវិតនេះគឺគាត់ដឹងខ្លួនច្បាស់ថាគាត់គឺអត់អាចធ្វើរឿងអីបានធំដុំទេក៏ប៉ុន្តែថ្ងៃនេះគឺគាត់បានការពារមនុស្សដែលគាត់ស្រឡាញ់ចឹងហើយគឺគាត់ពិតជាមានមោទនភាពលើខ្លួនឯងដែលគាត់អាចធ្វើរឿងហ្នឹងបានពេលទៅលើបែបហ្នឹងវ៉ាន់ជូក៏និយាយថាអ្នកប្រុសកុំនិយាយពេកអីពេលដែលពួកយើងទៅដល់ច្រាពួកយើងនឹងរកពេទ្យដ៏ល្អដើម្បីមកព្យាបាលអ្នកប្រុសហើយសម្ដីចុងក្រោយដែលចេញពីមាត់អ្នកប្រុសទី3នោះគឺអ្នកនាងវ៉ាន់ជូនាងគឺជាស្រីដែលស្អាតបំផុតដែលខ្ញុំធ្លាប់បានឃើញហើយអ្នកប្រុសទី3គាត់ក៏បានស្លាប់នៅពេលនោះទៅចំណែកឯវ៉ាន់ជូរបស់យើងនៅពេលឃើញអ្នកប្រុសទី3ស្លាប់ដោយសារព្រួយហ្នឹងគឺចាក់ទម្លុះរាងកាយរបស់គាត់ឡើងសោះខ្លួននៅលើទុកហ្នឹងឯងអ្នកទាំងអស់គ្នាហើយអេដមីននឹងនិយាយថាមិនតិចខំបីបោវិញរៀងសាតិចហើយរឿងរបស់យើងក៏មកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាអញ្ចឹងមានចាំតាមដានទស្សនាភាពបន្តថាតើសង្ហេងរបស់យើងហ្នឹងអាចសងសឹកឲ្យអ្នកប្រុសទី3បានអត់